បាទសួស្តីបងប្អូនគ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនគ្នាពីរបៀបការពារទៅលើគណនី Telegram របស់យើងឲ្យមានសុវត្ថិភាពព្រោះគណនី Telegram របស់យើងគឺសំខាន់មែនតើសម្រាប់យើងធ្វើការងារបើសិនបើមានគេ hack ចូលប្រើគណនី Telegram របស់យើងហើយយើងពុំបានដឹងវាធ្វើឲ្យប៉ះពាល់ទៅលើការងាររបស់យើងផងដែរអញ្ចឹងនៅថ្ងៃនេះដែរខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបការពារទៅលើគណនី Telegram របស់យើងបាទអញ្ចឹងនេះTelegram របស់ខ្ញុំត្រូវមានគេផ្ញើសារមកនេះគឺជាក្រុមពួក scammer ពួកក្រុមជនឆបោកបងប្អូនគ្នាអញ្ចឹងបើសិនជាបងប្អូនឃើញមាន message លក្ខណៈបញ្ញាប់ឲ្យយើងធ្វើអីមួយអញ្ចឹងគឺ message នេះតើតើទៅនឹងក្រុមជនឆបោកអញ្ចឹងណាបងប្អូនគ្នាដូចនេះគេដាក់មក Telegram ការពមៀនប្រព័ន្ធបានរកឃើញគណនីរបស់អ្នកត្រូវបានចូលប្រើដោយឧបករណ៍ដែលគ្មានការអនុញ្ញាតដើម្បីធានាសមត្ថភាពមូលធិគណនីរបស់អ្នកសូមភ្ជាប់លេខទូរស័ព្ទចល័តរបស់លោកអ្នកឡើងវិញក្នុងរយៈពេល12ម៉ោងបំពេញព័ត៌មានបញ្ញារបស់អ្នកគណនីអ្នកបរាជ័យក្នុងការបំពេញអញ្ចឹងនៅពេលដែលគេផ្ញើសារលក្ខណៈបញ្ញាប់ហើយយើងធ្វើអីមួយហើយចុច link ដើម្បីធ្វើសកម្មភាពអីមួយអញ្ចឹងប្រភេទហ្នឹងគឺជាប្រភេទបោកប្រាស់ណាបងប្អូនគ្នាត្រូវចាំបាទអញ្ចឹងនេះមួយទៀតក៏លក្ខណៈបញ្ញាប់ដែរណាបងប្អូនគ្នាបាទនេះសេចក្តីជូនដំណឹងស្តីពីសុវត្ថិភាពគណនីនេះអញ្ចឹងនៅពេលដែលបងប្អូនឃើញប្រភេទហ្នឹងគឺបងប្អូនត្រូវតែលុបវាហើយយើងអត់មានទៅធ្វើតាមការណែនាំហ្នឹងទេតែយើងធ្វើតាមហ្នឹងធ្វើឲ្យគេអាច hack យកគណនី Telegram របស់យើងគេអាចគ្រប់គ្រងទៅលើ account របស់យើងបានអញ្ចឹងណាអញ្ចឹងយើងចុចលើវាប៉ុណ្ណឹងមកយើងដឹងថានេះគឺជាការបោកប្រាស់អញ្ចឹងយើងចុចសញ្ញាត្រី3នេះមកបងប្អូនគ្នាហើយបងប្អូនអាចចុច delete នេះមកបាទហើយយើងចុច auto នេះចុច delete chat ឬក៏បងប្អូនអាចចុច block user នេះក៏បានដែរចេញឲ្យ block user ហើយយើង report spam ឬក៏ហើយយើង tick នឹងមកយើងចុច block user ចាំមកណាបងប្អូនគ្នាហើយនេះសល់មួយទៀតណាអញ្ចឹងយើងចុចលើនឹងហើយយើងចុច block user ទៀតមកហើយ report spam delete ហើយយើងចុច block user ទៀតមកបាទអញ្ចឹងយើងធ្វើការ block report ទៅលើគណនីជនឆបោកហ្នឹងណាបាទអញ្ចឹងយើងធ្វើអញ្ចឹងទៅអញ្ចឹងវាបាត់ពីក្នុងTelegram របស់យើងហើយអញ្ចឹងណាបងប្អូនគ្នាបន្តមកទៀតគឺបងប្អូនចូលទៅការបាទអញ្ចឹងបន្តមកទៀតគឺបងប្អូនត្រូវចូលទៅកំណត់setting មួយចំនួននៅក្នុង Telegram ដើម្បីការពារសុវត្ថិភាពនៅក្នុង Telegram បងប្អូនគ្នាអញ្ចឹងបងប្អូនចូលទៅកាន់ tray 3មកបន្តមកទៀតគឺយើងចុចទៅលើ setting ណាបងប្អូនគ្នាចូលបងប្អូនចូលទៅកាន់ setting នេះមកចុចលើ setting បាទបន្តមកទៀតគឺបងប្អូនយកគ្នាចុចទាញចុចក្រោមមកហើយយើងចុចយកពាក្យថា privacy and security បន្តមកទៀតគឺចំណុចទី1គឺ two step verification នេះគឺយើងត្រូវការបើកវាណាបងប្អូនគ្នាអញ្ចឹង two step មានន័យថាយើងត្រូវចាក់សោ Telegram បងប្អូនគ្នាទៅចាក់សោអញ្ចឹងយើងចុចយក two step មក two step ហើយយើង set password ណាបងប្អូនគ្នាប៉ុន្តែវាបងប្អូនត្រូវចិត្តកត់ចំណាំដែរណាអញ្ចឹងនៅពេលដែលយើងចាក់សោទៅលើ Telegram របស់យើងការពារសុវត្ថិភាពជនឆបោកក៏ពិបាកចូលប៉ុន្តែយើងខ្លួនឯងនេះក៏ពិបាកចូលដែរអញ្ចឹងដើម្បីងាយស្រួលចូលយើងត្រូវតែចាំ password លេខសម្ងាត់ហ្នឹងអញ្ចឹងលេខសម្ងាត់ហ្នឹងគឺយើងបង្កើតយើងវាយលេខសម្ងាត់យើងចូលមកអញ្ចឹងបងប្អូនវាយលេខសម្ងាត់រួចហើយយើងវាយលេខសម្ងាត់នឹងម្ដងទៀតអញ្ចឹងបន្ទាប់ពីយើងវាយបញ្ជាក់ម្ដងទៀតហើយបងប្អូនគ្នាចុចសញ្ញាបញ្ជូនបន្តមកទៀតដែលយើងត្រូវដាក់ជាអក្សរបងប្អូនគ្នា password ជាអក្សរបាទអញ្ចឹងបងប្អូនវាយ password មួយតង់ទៀត password ពីរតង់មិញ password មិញយើងដាក់លេខ6ខ្ទង់មកបន្តមកទៀតអានេះយើងមានអក្សរលាយលេខហើយនឹងសញ្ញាអញ្ចឹងណានិមិត្តសញ្ញាដុល្លារអញ្ចឹងទៅអញ្ចឹងបន្ទាប់ពីយើងវាយលេខសម្ងាត់បងប្អូនគ្នាវាយលេខសម្ងាត់
មានអក្សរតូចអក្សរធំហើយសញ្ញាដុល្លារហើយមានលេខមានអីចឹងណាបន្តទៀតគេឲ្យយើងដាក់ email ណាបងប្អូនគ្នា email នេះគឺសម្រាប់ recovery ទៅលើទាញយក Telegram ហ្នឹងណាបាទអញ្ចឹងបងប្អូនត្រូវដាក់ email ចូលណាបាទចេញដាក់ email ចូលបាទអញ្ចឹងបន្ទាប់ពីបងប្អូនដាក់លេខកូដដែល Telegram ផ្ញើទៅ message ហើយយើងឲ្យលេខកូដហ្នឹងហើយគឺយើងបានបើកទៅលើ two step ហ្នឹងឯងបងប្អូនគ្នាបាទអញ្ចឹងបងតើតើ password គឺបងប្អូនត្រូវតែចាំណាតែអត់ចាំទេយើងចូលបានទេទំទៀតបងប្អូនទៅបើកpasscode lock មួយទៀតណាចាំបងប្អូនចូលបើក passcode lock នេះអញ្ចឹង passcode lock នេះយើងអាចដាក់ password ចំនួន4ខ្ទង់អញ្ចឹងយើងដាក់ចំនួន4ខ្ទង់មកបាទអញ្ចឹងបងប្អូនដាក់ password ចុច4ខ្ទង់មកហើយយើងបញ្ជាក់ម្ដងទៀតទៅអញ្ចឹងយើងអាចបើក passcode lock ទាំងបានណាបាទហើយ auto lock យើងអាចជ្រើសរើស1នាទីឬក៏ភ្លាមក៏បានដែរឬក៏5នាទីឬក៏1ម៉ោងអញ្ចឹងណាខ្ញុំដាក់1នាទីចុះអញ្ចឹង1នាទីវាចាក់ auto ស្វ័យវត្តតែម្ដងនេះ change passcode lock នេះយើងអាចផ្លាស់ប្ដូរវាបានលេខកូដ4ខ្ទង់ហ្នឹងណាអញ្ចឹង passcode lock ហ្នឹងនៅពេលដែលយើងចូល Telegram វាទាមទារឲ្យយើងវាយលេខសម្ងាត់ចូលអញ្ចឹងបើក្នុងករណីបងប្អូនបាត់ទូរស័ព្ទអីអ្នករើបានទូរស័ព្ទយើងក៏អាចចូលក្នុង Telegram នឹងបានដែរព្រោះវានៅលេខកូដ passcode lock នឹងមួយទៀតណានេះ passcode lock ហ្នឹងពេលដែលយើងបើក on អញ្ចឹងនេះបងប្អូនបើក on អញ្ចឹងបាទអញ្ចឹងនៅពេលដែលបងប្អូនបាត់ទូរស័ព្ទអីគឺអត់មានវិណាអាចចូល Telegram បងប្អូនគ្នាបានទេប៉ុន្តែបើបងប្អូនអត់បើក passcode lock ហ្នឹងទេវាមានហានិភ័យនៅពេលដែលបងប្អូនបាត់ទូរស័ព្ទគឺគេអាចចូលឆែកឆេរក្នុង Telegram របស់យើងបានណាបាទមួយទៀតទៅនឹង passkey នេះបងប្អូនអាចយើងអាចដាក់បានណាបងប្អូនអាចដាក់ក៏បានឬក៏មិនចាំបាច់ដាក់ក៏បានដែរទៅនឹងយើង scan មុខចាក់សារ passkey ប៉ុន្តែសម្រាប់នេះយើងដាក់តែ2ហ្នឹងគឺគ្រប់គ្រាន់ហើយបងប្អូនគ្នាបាទទៅនឹង two step verification ហើយនឹង passcode lock ហ្នឹងទៅ passkey បងប្អូនចង់ដាក់បន្ថែមទៀតក៏បានដែរប៉ុន្តែសម្រាប់ដែលសុខភាពគឺយើងប្រើ2ហ្នឹងក៏បានដែរណាបាទជើងវីដេអូនោះមានតែប៉ុណ្្នឹងចឹងបង្ហាញដល់បងប្អូនគ្នាបាទជួបគ្នាវីដេអូថ្មីបន្តទៀតបាទអរគុណច្រើនជម្រាបលា